chẳng sầm nua cái nào chẳng xua men pi sầm nua thì muội ta ca đi chấm raในศาสนาอาจចូលរួមធ្វើឲ្យមានការកើនឡើងឬក៏ថយចុះនៅសិលធម៌របស់មនុស្សសំណួរទី2វារៀងចាក់ចូលទៅជារឿងចូលបាញ់តិចតើការជឿទៅលើបុគ្គលតែម្នាក់ឬក៏ជឿទៅលើក្រុមបពុណាតែមួយដោយមិនបានធ្វើការពិចារណាទៅតាមសភាពកតវិជ្ជាតើអាចឲ្យមនុស្សកើនឡើងនៅបញ្ញាឬក៏ថយចុះនៅបញ្ញាបាទអរគុណយើងអាចថាការកើនឡើងនៃសាសនាការគោរពសាសនាកើនឡើងនឹងវានាំឲ្យមានការរីកចម្រើនឬថយចុះនៃសង្គមមនុស្សនឹងយើងថាអត់បានទេវាអាស្រ័យទៅលើអ្នកដែលប្រើសាសនាក្នុងគោលបំណងអីពីព្រោះសាសនាប្រែតែពាក្យបរិញ្ញាប្រែតែការព្រានប្រដៅប្រែតែជាផ្លូវដឹកនាំអញ្ចឹងត្រូវមើលថាតើគេដឹកនាំដើម្បីអីហ្នឹងហើយព្រោះសាសនាដូចកបិតមុខពីរអញ្ចឹងដូចតែឱសថអញ្ចឹងដែរបើប្រើត្រូវព្យាបាលបានបើប្រើខុសជាតិរយសាសនាដូចគ្នាហ្នឹងហើយប្រើត្រូវគឺជាថ្នាំព្យាបាលចិត្តមនុស្សគឺជាការដឹកនាំមនុស្សទៅរកសុភមង្គលប៉ុន្តែបើគេប្រើដើម្បីបម្រើមហិច្ឆតារបស់គេទេអញ្ចឹងអ្នកគោរពតាមគឺជាជនរងគ្រោះប៉ុណ្ណឹងហើយមួយទៀតសំណួរចំក្រោយមកគឺតែបងអូនដឹងចម្លើយជាស្រេចហើយថាកាលណាយើងជឿជាប់ទៅក្នុងរឿងអីមួយហើយបញ្ញាយើងមិនភ្លឺស្វាងទេសំបីព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកជាគ្រូធំព្រះអង្គជាមេគេក៏ប៉ុន្តែរាល់ការសម្រេចរបស់សង្ឃព្រះអង្គមិនមែនជាអ្នកសម្រេចទេចឹងបានព្រះអង្គបង្កើតវិន័យហៅថាសង្ឃកម្មវិន័យធំធំដែលសម្រេចនៅក្នុងកិច្ចការរបស់សង្ឃយ៉ាងហោច4អង្គអានឹងហោចបំផុតគឺ4អង្គដើម្បីសម្រេចតែងតាំងអង្គណាមួយជាអ្នកចាត់ចែងការងារទូទៅអីជាដើមមិនមែនជាការចាត់តាំងទេក្នុងវិន័យសង្ឃមិនមែនជាការចាត់តាំងទេតែជាការកើតឡើងដោយការសម្រេចពីសង្ឃអញ្ចឹងសង្គមបែបលទ្ធិប្រជាធិបតេយ្យឬក៏បែបជាសភាហ្នឹងពុទ្ធបង្កើតមុនគេហ្នឹងហើយបើការងារនោះកាន់តែធំគឺត្រូវសង់ឡើងដល់21អង្គបានធ្វើការងារនឹងបានមិនអាចគ្រូធំណាសូម្បីតែស្ដេចសង្ឃក៏មិនអាចសម្រេចបានដែរណាដូចគ្នានឹងច្បាប់បោះរដ្ឋដូចគ្នាដែរត្រូវសម្រេចពីសភាដូចគ្នាមិនបានគេចាំបាច់ឲ្យមានសភាព្រោះគេខ្លាចយើងជឿលើមនុស្សម្នាក់យើងដែលឃើញប្រធានាធិបតីអាមេរិកកាំងទទួលទោសអីមួយតាំងពីដើមមកលើកតែត្រាំចេញត្រាំរៀងចរិតងាយចងាងតិចទោះបីមានពេលខ្លះអាមេរិកសម្រេចទៅໄວខុសក៏ដោយដូចកាលវៃអិរ៉ាក់អត់ត្រូវទេចោតថាមាននេះមាននោះໄວទៅអត់មានមកប៉ុន្តែដែលទោសប្រធានាធិបតីត្រូវគេចាប់ទោសហ៎អត់ទេពីព្រោះវាសម្រេចពីសភាឃើញទេវាមិនមែនជាទោសមនុស្សម្នាក់យើងវាគ្រោះថ្នាក់មកគោរពអ្នកមានបុណ្យនឹងឯងទៀតឡូវទៅមេគឺអ្នកមានបារមីអ្នកមានបុណ្យអ្នកមានបុណ្យថាទៅណាទៅនឹងថាទៅតាំងពីសម្ដេចតាយើងមកមិនមែនព្រះអង្គអាក្រក់អីទេប៉ុន្តែយើងរត់ចូលព្រៃទៅរត់សម្ដេចតាមិនអញ្ចឹងអាហ្នឹងបុគ្គលនិយមអញ្ចឹងគ្រោះថ្នាក់អញ្ចឹងហ្នឹងហើយយើងវាដឹងច្បាស់រឿងអីពីក្រោយខ្លះប៉ុន្តែមើលទៅគឺយើងជាប់សម័យលន់នល់អាត្មាលើពាក្យញោមប្រុសប្រាប់ថាសម័យនោះដូចស្រោចមកបងស្រង់បឡានមិនហ្នឹងទៅបាតកម្មកាន់កបិតកាន់បថៅរត់ទៅកាប់គេគេសើកភ្លើងណាគេថាកុំចូលតែចូលបាញ់អត់ទេរត់ទៅកាប់គេយំដាច់ឪមកវិញអាហ្នឹងជាប់មួយមនុស្សឃើញទេដែលស្រោចមកបងស្រង់បឡានchứរត់ចូលទ្រូគឺបាញ់ទ្រូស្រង់ដាក់ឡានមកឡានទៅអានឹងជាប់បុគ្គលឃើញអត់ជាប់បុគ្គលប៉ុណ្ណឹងបាទ